គ្មានអ្វីកើតឡើងទេនៅថ្ងៃទី7ដែលជានីតិទី15បន្ទាប់ពីលេនជីអង្គុយនៅទូរបស់គាត់នៅថ្ងៃនេះប្រធានដៃទិញប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមជំនួសជាតិសាសបានធ្វើការហៅទូរស័ព្ទដោយផ្ទាល់លេនជីបានឆ្លើយការហៅជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញហើយបានសួរគាត់បានសម្លឹងមើលអេក្រង់កុំព្យូទ័រអស់រយៈពេល3វិនាទីរួចបានផ្ញើសារទៅគេជាស្ថានីយ៍ការងាររបស់គេគឺនៅជិតសូមជួយណាត់ជួបជាមួយលោកហ៊ូមានគម្រោងធំមួយដែលតម្រូវឲ្យគាត់ចេញមកពិភាក្សាអំពីទំហំប្រសិនបើជោគជ័យថវិកាប្រចាំឆ្នាំនឹងមានប្រហែល100លាន7ថ្ងៃចូលធ្វើការគាត់បានកាត់សក់របស់គាត់ហើយឈរត្រង់អ្នកដឹកនាំលេងភ្លាមនោះខ្ញុំក៏ទៅឲ្យលោកហ៊ូហើយក៏បែរក្រោយរត់គេចខ្លួនក្នុងល្បឿនប្រហែល100ម៉ែត្រ11វិនាទីការិយាល័យរបស់ហ៊ូហេងស្ថិតនៅជាន់ទី17គេជាមិនបានរងចាំឈានទៅឡើងជណ្ដើរដល់តទេថៅកែឈ្មោះហ៊ូហេងកំពុងអានរបាយការណ៍ហើយសម្លឹងមើលគាត់មាននរណាម្នាក់មករកគាត់ជាមួយនឹងការបញ្ជាទិញដែលមានតម្លៃ100លានការបញ្ចេញមិត្តរបស់ហ៊ូហេងមិនផ្លាស់ប្ដូរទេប៉ុន្តែគាត់បានទម្លាក់របាយការណ៍ 0.3 វិនាទីលឿនជាងធម្មតាម្យ៉ាងទៀតខ្ញុំបានធ្វើការណាត់ជួបនៅម៉ោង 10 ព្រឹកថ្ងៃច័ន្ទបន្ទាប់នៅក្នុងបន្ទប់សន្និសីទដើម្បីរងចាំគេជ័យគាត់ក្រោកឈរត្រង់ហើយមានអារម្មណ៍ពិសិដ្ឋនៅលើមុខគាត់ថាគាត់ត្រូវបានវាយប្រហារដោយការពិតថៅកែឥឡូវនេះខ្ញុំជឿទាំងស្រុងនៅអ្វីដែលខ្ញុំជឿលេងជីយូគឺជាប្រេះនៃទ្រព្យសម្បត្តិនៃក្រុមហ៊ុនរបស់យើងគាត់មិនខ្លាំងដូចលោកគ្រូខេសិនទេលោកគ្រូកៃសេងចេញតែលុយប៉ុណ្ណោះគាត់ថែមទាំងផ្ដល់វាដល់អតិថិជនទៀតផងមកមាត់ទ្វារគាត់គុំកុហកជាក់ស្ដែងប្រសិនបើអ្នកសុំឲ្យខ្ញុំបិទទ្វារការិយាល័យរបស់គាត់ហើយដាក់ខ្សែក្រហមជុំវិញវានោះខ្ញុំសុខចិត្តធ្វើវាខ្ញុំនឹងចេញទៅនៅពេលដែលគេជាវចេញពីទ្វាររួចគាត់ងាកមកនិយាយថាតើអ្នកចង់ឲ្យខ្ញុំទិញកន្ត្រកធូបទេបន្ទាប់មកមានសេចក្តីរាយការណ៍មួយចំនួនបានហោះមកលើហើយក៏បានចាប់ចងហើយរត់គេចខ្លួនក្នុងពេលជាមួយគ្នានេះនៅក្នុងការិយាល័យរបស់ក្រុមហ៊ុន Heng Yuan Group មុខរបស់ Jiang Wanru គឺត្រជាក់ជាងសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់មានរបាយការណ៍មួយដែលហេងបានរាលដាលនៅលើទល់មុខនាងទិន្នន័យប្រតិបត្តិការរបស់ Yuan Group ខនៅក្នុងខែដំបូងអត្រាអតិថិជនកើនឡើង42អត្រាពន្យាពេលដំណើរការគម្រោងដែលកំពុងសាងសង់គឺ60ការបញ្ជាទិញពាក្យបណ្ដឹងរបស់អ្នកគ្រប់គ្រងបានកើនឡើង3ដងអ្នកគ្រប់គ្រងឆែនពន្យល់លោកដងខ្ញុំបាននិយាយមុនថាអ្វីដែលអ្នកបាននិយាយពីមុនគឺការចាក់ចេញរបស់លេនជីយ៉ូនឹងមានឥទ្ធិពលប៉ុន្តែអ្នកមិនបាននិយាយថាវានឹងដល់កម្រិតនេះទេខ្ញុំការធ្លាក់ចុះចំនួន37ពីបទពិសោធន៍លុយមិនចង់ប្រាប់ខ្ញុំថានេះគឺដោយសារតែខ្វះអ្នកលក់ធម្មតាមែនទេគាត់មិនមែនជាបុគ្គលិកធម្មតាទេដែលគេងក្នុងម៉ោងធ្វើការហើយមិនអាចជំនួសបានបញ្ហារបស់អ្នកគ្រប់គ្រង Heng Yuan មិនមែនថាមនុស្សម្នាក់បាត់ខ្លួននោះទេប៉ុន្តែថាការគ្រប់គ្រងមានភាពធូររលុងពេកក្រុមលក់ដែលអ្នកដឹកនាំពឹងផ្អែកខ្លាំងពេកលើសមត្ថភាពបុគ្គលនិងមិនមានស្តង់ដារមិនមានប្រព័ន្ធប្រមូលផ្ដុំធនធានអតិថិជននៅក្នុងដំណើរការស្តង់ដារទេទំនាក់ទំនងស្នូលទាំងអស់ត្រូវបានចងភ្ជាប់ទៅនឹងបុគ្គលម្នាក់នេះជាមូលហេតុដើមការវិភាគរបស់គាត់ស្ដាប់ទៅសមហេតុផលគ្រប់ពាក្យទាំងអស់សុទ្ធតែត្រឹមត្រូវប៉ុន្តែហេតុផលជាមូលដ្ឋានមិនមែននេះតតែសោះគាត់ដឹងយ៉ាងច្បាស់ថាលេនស៊ីមិនមែនជាអ្នកលក់ស្នូលទេតើមានបញ្ហាអ្វីនិយាយដោយត្រង់ផលប្រយោជន៍សាធារណៈគឺដូចជាចំណូលអ្នកមិនអាចនិយាយជាមួយរាជការអំពីការគ្រប់គ្រងបានទេប៉ុន្តែគាត់មិនអាចពន្យល់វាបានទេលោកជាងសង្ឃឹមថាផែនការរបស់អ្នកអាចនាំទូលេខត្រឡប់មកវិញពេលដើរចេញពីការិយាល័យគាត់បានជួបយីខេនៅច្រករបៀងតើបងប្រុសឆៃនិយាយអ្វីខ្លះឈៀនហួងមកក្បាលហើយបដិសេធមិនស្ដាប់តើយើងគួរធ្វើអ្វីហែនហោកំពុងឈរក្បែរបង្អួចស៊ូលឹងតើយើងគួរធ្វើអ្វីចាំតតែលោកភីមកវិញតើពេលណាលោកភីវើវិញខែក្រោយបងប្រុសឆៃកំពុងតែស្ថិតក្នុងអត្រានេះវាពិបាកក្នុងការនិយាយថាតើគាត់នឹងទទួលបានកិច្ចសន្យាអត់សូមរក្សាសម្លេងរបស់អ្នកចុះយីខេគ្រូវិក្មេងហើយទប់សម្លេងរបស់គាត់ចៅវាយថ្មីរបស់បងស្រីខ្ញុំគឺឆេងខ្ញុំបានសួរអំពីឆេងនៅថ្ងៃដំបូងដែលគាត់ចូលរួមក្រុមហ៊ុនគាត់បានទទួលអតិថិជនម្នាក់ដែលមានតម្លៃ30លានយួននៅថ្ងៃដំបូងគាត់នៅច្រករបៀងដែលមានតម្លៃ30លានយួនវាស្ងាត់អស់រយៈពេល3វិនាទីបន្ទាប់មកឆែនហោបានងាកមកបុកជញ្ជាំងខ្ញុំប្រាប់គាត់យូរមកហើយគាត់ក៏គាំងម្ដងទៀតខ្ញុំបានប្រាប់អ្នករួចហើយថានៅក្នុងសប្តាហ៍ទី3បន្ទាប់ពីលេនជាបានចូលរួមជាមួយឆេងការបញ្ជាទិញច្រើនជាង30លានពី Kingland Technology ត្រូវបានចុះហត្ថលេខាជាវិញពិតជាមិនបានលើកឡើងសូម្បីតែការធ្វើអត្ថាធិប្បាយកែប្រែមួយអ្វីដែលបានកើតឡើងក្នុងរយៈពេល3សប្តាហ៍កន្លងមកគឺហួសពីសំណាងល្អទៅទៀតបុរសនោះដែលគាត់បានជួបដោយចៃដន្យនៅក្នុងចណ្ដាលយន្តបានឈ្នះការដេញថ្លៃចំនួន8លានការទូទាត់ចុងក្រោយសម្រាប់គម្រោងលទ្ធកម្មហេតុបានមកដល់ហើយកិច្ចសន្យារុករករ៉ែរយៈពេល1ឆ្នាំពីក្រុមជំនួសជាតិសាសកំពុងឆ្លងកាត់ដំណើរការអនុម័តចុងក្រោយវាក៏មានប៊ីតនិងបំណែកនៃការបញ្ជាទិញទូចបន្ថែមផងដែរបរិយាកាសនៅក្នុង Sheng Jewei អាចត្រូវបានពិពណ៌នាជា4ពាក្យថាជាកំណប់ទ្របខ្ញុំមិនដឹងថាពេលណាមានឆ្នាំងប្រេងស្លឹកបៃតងនៅមាត់ទ្វារការិយាល័យរបស់យាបងស្រីច្បងមកពីផ្នែករដ្ឋបាលបានប្រគល់ឡាតេស្រស់មួយពែងដល់គាត់នៅម៉ោង9រៀងរាល់ព្រឹកមាននំធ្វើដោយដៃនៅលើតូមិនចាំបាច់ទេអ្នកអាចផឹកអ្វីដែលអ្នកចង់បានអ្នកអាចផឹកបានច្រើនតាមដែលអ្នកចង់ទិញដោយក្រុមហ៊ុនថាការនៃនាយកដ្ឋានហិរញ្ញវត្ថុបានផ្ញើស្រង់សម្បត្តិក្រហមទៅក្រុមខាងក្នុងរបស់ក្រុមហ៊ុនដែលមានពាក្យថាសូមស្វាគមន៍ចំពោះអ្នកនាយកនៅខាងក្រោយនេះជាលើកទី3ហើយដែលលោកបានផ្ញើមកថាលោកចៅចាស់លោកសប្បាយចិត្តណាស់តើប្រេកងស្វាគមន៍គូពេកទេខ្ញុំចង់ស្វាគមន៍អ្នកមួយថ្ងៃម្ដងលេនជាបានមើលសារនៅលើទូរស័ព្ទរបស់គាត់ហើយមានអារម្មណ៍ថាវាដូចជាមិនពិតបន្តិចតើមានអ្វីកើតឡើងតើមនុស្សទាំងអស់ក្នុងក្រុមហ៊ុនមានការសាទរឬគាត់បានចុចលើក្រុមអរិយមិត្តរួមការងារនៅឆ្ងាយសារចុងក្រោយគឺពី UK វិញកាលពី3ថ្ងៃមុនមិនមានសារខាងក្រោមទេលេនជាសម្លឹងមើលសារមួយរយៈតើក្រុមហ៊ុនរបស់ UK ក៏ត្រូវពន្យាពេលដែរឬទេគាត់ធៀបនឹងផ្ញើសារឯកជនមួយទៅកាន់ UK អំពីស្ថានភាពនៅពេលដែលសារថ្មីមួយបានលេចចេញមកនៅលើទូរស័ព្ទរបស់គាត់ជាជាងវ៉ាន់រូលេនជាស្រឡាងកាំងមួយផ្លែតគាត់បានលុបកនីវ៉ាឆារបស់ជាងវ៉ាន់រូរួចហើយប៉ុន្តែពីគីមខាងទៀតអាចស្វែងរកលេខទូរស័ព្ទរបស់គាត់និងផ្ញើសារដោយផ្ទាល់លេនជាបានឬអំពីអ្នកតើវាងាយស្រួលទេក្នុងការជែកជាមួយអ្នកនៅពេលអ្នកទៅឆេងភាពគួរសមគឺមិនធម្មតាបើធៀបនឹងការសង្កត់ធ្ងន់កាលពី3សប្តាហ៍មុនវាហាក់ដូចជាលេនជាមនុស្សផ្សេងអេក្រង់ទូរស័ព្ទបានរលត់ហើយគ្មានការឆ្លើយតបទេ3នាទីក្រោយមកសារមួយទៀតបានមកដល់ក្នុងអំឡុងពេលដែលអ្នកនៅ Heng Yuan អ្នកមានអតិថិជនជាច្រើនដែលទទួលខុសត្រូវលើអន្តរកម្មរបស់ពួកគេព័ត៌មានទំនាក់ទំនងនិងព័ត៌មានតាមដានជាកម្មសិទ្ធិរបស់ក្រុមហ៊ុនលេនជាមកបាល់តិចអ្នកមិនបានធ្វើការប្រកល់ជូននៅពេលដែលអ្នកលាលែងពីតំណែងនេះជាការរំលោភលើមាត្រា17នៃកិច្ចសន្យាការងារគាត់បានបើកទូរស័ព្ទម្ដងទៀត